សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញជាមួយនឹងទស្សនវិជ្ជានៅខាងក្នុងក្រុមហ៊ុន ZHA ហើយនេះគឺជាទស្សនវិជ្ជានៅក្នុងជាន់ក្រោមដីហើយជាន់ហ្នឹងគឺភាគច្រើនគឺយើងសម្រាប់តាំងពីពណ៌ក៏ដូចជាយើងបើកទទួលឲ្យអ្នកខាងក្រៅគាត់ចូលមកមើលក្នុងខាងក្រុមហ៊ុនអញ្ចឹងណាអញ្ចឹងជាទូទៅគឺយើងមានការដាក់តាំងពីពណ៌នៅគម្រោងអគារផ្សេងដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺយើងមានប្រភេទផ្នែក interior design ក៏ដូចជាផ្នែកអគារធំដូចជាអគារនេះអញ្ចឹងគឺអគារនៅខាងអ៊ីរ៉ាក់មួយនឹង interior design ក៏ដូចជាអីហ្នឹងគឺគេបង្ហាញជាមួយនឹងរូបដូចតើតើជាមួយនឹងការបង្ហាញកន្លែង design ដាក់ឡាននេះចឹងគឺខ្ញុំចាប់អារម្មណ៍មែនតើដោយសារមើលទៅវាស្អាតមែនតើវាមើលទៅវាបែប modern ហើយនេះក៏ជាគម្រោងខាង interior design ដែរអគារដែលខ្ញុំចាប់អារម្មណ៍នេះគឺអគារនេះនៅខាងឌូបៃហើយអគារមួយនេះក៏នៅខាងឌូបៃដែរអាហ្នឹងគឺសិតតែជាគម្រោងដែលខ្ញុំធ្លាប់យកជា reference កាលពេលដែលខ្ញុំនៅរៀននេះគឺជាទស្សនវិជ្ជាជាន់ទី1ជាន់ទី1ហ្នឹងក៏យើងបើកទទួលសម្រាប់អ្នកក្រៅដែរហើយជាទូទៅគឺជាន់ហ្នឹងគឺនៅពេលដែលយើងមានកម្មវិធីផ្សេងឬក៏អីហ្នឹងគឺយើងរៀបតុករៀបអីទទួលអញ្ចឹងណាហើយនិយាយទៅវាទលាយមែនតើមួយនៅខាងក្រោយខ្នងរបស់ខ្ញុំនេះក្រោយខ្នងរបស់ខ្ញុំហ្នឹងអាហ្នឹងគេហៅថាប្រភេទឈើកិនណាប៉ុន្តែគាត់ថាឈើកិនហ្នឹងគឺជាការ design របស់អ្នកស្រីសាហាផ្ទាល់ហ្មងនៅពេលដែលយើងរៀបចំធ្វើ office ហ្នឹងខ្ញុំធ្លាប់បានមើលវីដេអូតាក់ទងជាមួយនឹង documentary របស់ខាង office នៅពេលដែលគេសាងសង់បានថាគ្រប់ជាន់ទាំងអស់គឺយើងមានប្រភេទផ្ទៃខាងក្រោយហ្នឹងប្រភេទបែបឈើកិនហ្នឹងប៉ុន្តែគាត់ថាការ design គឺខុសគ្នាហ្មងហើយវាស្អាតមែនតើដោយសារតែការ design យើងមើលទៅវាស្មុគស្មាញវាលក្ខណៈcomplicate ចឹងណាអញ្ចឹងអាហ្នឹងក៏ជាអីមួយដែលអ្នកស្រីសាហាគាត់បានបន្សល់ទុកចឹងណាដោយសារតែនៅពេលដែលគាត់នៅហ្នឹងគឺគាត់ design នៅក្នុង office ហ្នឹងច្រើនសម្រាប់ salon នេះវិញគឺជា salon ដែល design ដោយខាងអ្នកស្រីសាហាផ្ទាល់ហ្មងហើយ salon ហ្នឹងដូចជាថ្លៃមែនតើតម្លៃថ្លៃមែនតើអាហ្នឹងគឺជា showroom ហើយមានដូចជារូប project ផ្សេងដែលគេដាក់តាំងនៅតាមជាងក៏ដូចជាការ design ដូចកៅអីតុកនេះអញ្ចឹងក៏ជាការ design របស់ខាង Zaha ដែរជាមួយនឹង project ជាមួយនឹងmarket ផ្សេងក្នុងយើងជា architect design នៅធ្វើការនៅក្នុងក្រុមហ៊ុន ZHA គឺយើងមានតួនាទីខុសៗគ្នាច្រើនដូចអ្នកខ្លះអញ្ចឹងគឺគាត់រ៉ាប់រងទៅផ្នែកគូ 2D ទៅអ្នកខ្លះគឺគាត់គិតដូចជាគិត mode គិតអីចឹងណាបើសម្រាប់ខ្ញុំវិញគឺខ្ញុំចូលចិត្តគិត mode ខ្ញុំចូលចិត្តគិត concept អញ្ចឹងជាទូទៅគឺខ្ញុំទទួលបានអាការងារគិត mode នឹងគ្រប់គម្រោងទាំងអស់ហើយប៉ុន្តែគាត់ថាយើងមិនមែនថាយើងចង់គិត mode យើងអាចគិត mode បានទេដោយសារតែយើងត្រូវបង្ហាញសមត្ថភាពឲ្យគេឃើញសិនឧទាហរណ៍ថាគម្រោង project ដំបូងអញ្ចឹងយើងប្រាប់ថាខ្ញុំចង់ឆ្នៃ mode ខ្ញុំចង់គាត់គិត mode អញ្ចឹងនៅពេលដែលមេគាត់ដាក់ឲ្យគេមើលលើសមត្ថភាពរបស់យើងឯថាតើយើងធ្វើបានលឿនអត់ថាតើយើងធ្វើនឹងវាត្រូវជាមួយនឹងអីដែលគេចង់បានអត់តែបើសិនជាយើងធ្វើទៅវាអត់ត្រូវជាមួយនឹងអាលក្ខខណ្ឌដែលគេចង់បានទេអញ្ចឹងគម្រោងក្រោយឬក៏គម្រោងដដែលហ្នឹងគឺគេអាចនឹងបដូរឲ្យយើងទៅធ្វើការងារផ្សេងឧបមាថាបដូរទៅធ្វើដូចទៅធ្វើ diagram ឬក៏ទៅធ្វើសភៅឬក៏ទៅធ្វើអីលក្ខណៈថាការងារ document ច្រើនជាងអញ្ចឹងអាហ្នឹងគឺជាអីដែលបើសិនជាយើងចង់ធ្វើជា design យើងចង់ធ្វើ concept ចង់ធ្វើអីគឺទីមួយគឺយើងត្រូវ flexible មែនតើយើងត្រូវ flexible ហើយយើងត្រូវមានបច្ចេកទេសក្នុងការតឡើងការ design របស់យើងហ្នឹងឲ្យបានលឿនហើយហើយនឹងធ្វើឲ្យត្រូវជាមួយនឹងគំនិតរបស់ client ឬក៏គំនិតរបស់មេដែលគាត់ចង់បានអញ្ចឹងណាអញ្ចឹងអានេះខ្ញុំគាត់ថាវាជាសំណាងរបស់ខ្ញុំដែរដោយសារតើអីដែលខ្ញុំចង់ធ្វើហ្នឹងគឺខ្ញុំធ្វើទៅត្រូវជាមួយនឹងអីដែលគេចង់បានអញ្ចឹងភាគច្រើនគម្រោងឥឡូវហ្នឹងគឺនៅពេលគម្រោងឥឡូវគឺជាប់គ្នាភាគច្រើនគឺខ្ញុំជាអ្នកទទួល design ហ្មងនិយាយទៅការធ្វើការនៅនេះគឺស្រួលដែរដោយសារតើម៉ោង6ម៉ោងអីហ្នឹងគឺខ្ញុំចេញហើយជាងម៉ោង6គឺយើងចេញពីធ្វើការហើយខ្ញុំភាគតិចដែលខ្ញុំធ្វើការថែមម៉ោងដោយសារតើពេលខ្លះយើងការងារដោយសារតែ
tầng mê tầng ấy nó người có đọc thêm mong thì đọc về chân tới cứ dương mong vào mỗi cứ dương tranh những ngọc này nên đấy cứ phía chân cứ cái kết hưởng live balance maintain cái sự kết nhưng sự thua ca chọn lẽ khả năng thay đôi nợ bật chân rồi còn nợ bật nợ khang bay là gì nợ trong video ngàyนี้ออกสื่อเวงที่คือยุ่งขวัญแต่จ้องประหารเตะตรงจมูกหนึ่งหุบเพียบคลาปีการกรมพลจังนะเมื่อสัญญาเนี่ยต่างเอาคะแนนเจ้าบารอมหรือก่อจ้องเมียนสำนัวไอจ้องดังปียมประทายติดคือยมหนึ่งทัวร์ไอ้บ้านเฉินเขายมหนึ่งใจรุมเลยอย่างขนมชนะยูทูบบอกยมต้องไอ้บ้านเอาเนี่ยต่างเอาคะแนนบ้านเคย